ជំរាបសួរម៉ាម៉ាក់ទាំងអស់គ្នាថ្ងៃនេះបានអ្វីហូបដែរសម្រាប់កូនចេញពីរៀនសម្រាប់នាងខ្ញុំថ្ងៃនេះគឺបានសម្លម្ជូរគ្រឿងយាវគោបងប្អូនពេលដែលកាឆេមកលក់នឹងក៏ឃើញមានយាវគោល្អហើយនឹងត្រកួនឆ្លក់ទឹកឡើងខ្ចីរហួតតែម្ដងក៏គិតថាអូថ្ងៃនេះសម្លម្ជូរគ្រឿងហូបសិនក៏មិនរះរែកក៏ទិញបានត្រកួនហើយនឹងយាវគោរបស់យើងក៏ចាប់ដើមមកធ្វើការហាន់សាច់ហើយនឹងហាន់ត្រកួនយើងនឹងឯងបន្ទាប់ពីយើងហាន់រួចរាល់ហើយយើងក៏មកធ្វើការលាងត្រកួនយើងបន្ទាប់ពីលាងត្រកួនរួចយើងក៏ចាប់ផ្ដើមមកឆាគ្រឿងរបស់យើងថ្ងៃនេះក៏មកបែបកាត់ដែរទេបងប្អូនអត់បានថតគ្រប់ចរន្តរហ័សដូចជារាល់ដងទេព្រោះអីរៀងរវល់ដែរនឹងបងប្អូនរវល់ជ្រុតជ្រើហត់ពេកអីពេកក៏ខ្ជិលខ្លះអីខ្លះទៅណាបងប្អូនហើយកន្លែងដែលដាក់ខ្ទិះដូងខ្ទិះអីក៏កាត់ចោលលុបចោលអស់ឲ្យលាត់ឲ្យលេងដែរពេលដែលយកវីដេអូមកកាត់អូបាត់អស់លេងហើយសតតែប៉ុណ្្នឹងឯងក៏កាត់សម្រាប់ចិត្តថាកាត់ឲ្យបងប្អូនមើលទៅកុំឲ្យស្ងាត់ពេកយើងទៅណាបងប្អូនហើយយើងក៏ធ្វើការឆាគ្រឿងឆាសាច់គោរបស់យើងនឹងហើយកន្លែងនេះក៏មានដូចជាមានការចាក់ខ្ទិះដូងចូលដែរប៉ុន្តែកាត់ចោលអស់រលាយហើយបន្ទាប់ពីយើងឆាគោវឹកហើយយើងក៏ចាប់មកដាក់គ្រឿងក្រើដូចជាស្ករប៊ីចេងនឹងឯងហើយយើងក៏មានថែមទឹកជាហើយនឹងខ្ទិះដូងកន្លែងនេះបងប្អូនប៉ុន្តែកាត់ចោលអស់រលាយហើយនិយាយដដែលហ្មងហើយយើងក៏មានទទួលបានសម្លដែលមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់កូនចេញហើយយើងក៏ចាប់ផ្ដើមគោវឹកហើយក៏មិនភ្លេចដែរជាមួយប៊ីចេងសញ្ញាច័ន្ទត្រវាយផលិតផលរបស់ខ្មែរយើងបងប្អូនបន្ទាប់ពីដាក់គ្រឿងក្រឺឬចូលយើងក៏ទទួលបានសម្លមួយឆ្នាំងដូចតែបងប្អូនបានឃើញនឹងឯងហើយក៏មានដាក់លហុងបន្តិចដែរប៉ុន្តែហាន់លហុងអត់ស្អីអត់បានថតឲ្យបងប្អូនមើលដូចរៀបរាប់នឹងបងប្អូនហើយយើងក៏ទទួលបានសម្លមួយឆ្នាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយមួយចាននេះក៏ដួសសម្រាប់អ្នកម្ដាយជាពិសេសដែរបងប្អូនជម្រាបលាបាយបាយជួបគ្នានៅក្នុងឱកាសក្រោយ